សម្រាប់បងប្អូនដែលធ្វើការផ្សព្វផ្សាយហើយអត់ចង់ឲ្យគេចូលឃើញ comment ភ្ញៀវដែលគាត់បានធ្វើការ comment ឬក៏ទម្លាក់លេខបងប្អូនទាំងអស់គ្នាអាចធ្វើការ hide comment បានហើយរបៀបនៅក្នុងការ hide comment បងប្អូនទាំងអស់គ្នាអាចចូលមើលវីដេអូមួយនេះបានសម្រាប់ការ hide comment បងប្អូនទាំងអស់គ្នាចូលមកកាន់ page របស់យើងមកហើយយើង scroll មើលជាពិសេសគឺផ្ទាំងផ្សព្វផ្សាយដែលយើងកំពុងតែធ្វើការប៊ូពីព្រោះផ្ទាំងផ្សព្វផ្សាយដែលយើងបានកំពុងតែប៊ូហ្នឹងគឺមាន reaction ច្រើន comment ច្រើនអញ្ចឹងណាហើយយើងក៏ត្រូវការ hide comment ហ្នឹងផងដែរពីព្រោះថាដៃគូប្រកួតផ្សេងមួយចំនួនគឺគាត់ចូលមក comment របស់យើងចូលមក hack យក view របស់យើងអីចឹងតាមរយៈ comment ឬក៏ធ្លាក់លេខផ្សេងអញ្ចឹងរបៀបនៅក្នុងការ hide បងប្អូនទាំងអស់គ្នាចូលមកកាន់ post មួយនេះហើយបងប្អូនទាំងអស់គ្នាមើលកន្លែង tray នេះដែលក្រោមសញ្ញារូប share ហ្នឹងណាបងប្អូនទាំងអស់គ្នាចុចលើ tray ហ្នឹងមកវាមានកន្លែង hide by this page ចុះបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ hide by this page នេះមកគឺវាបាត់ comment នឹងអស់ហើយវាមានតែចំនួនទេពេលដែលយើងចុចមើលគឺអត់មានទេអញ្ចឹងនៅពេលដែលយើងចង់ចូលមើលខ្លួនឯងយើងគ្រាន់តែចុចកន្លែងហ្នឹងដដែលមកហើយយើងគ្រាន់តែ view all comment មកគឺយើងអាចឃើញ comment នឹងបានហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយដ៏ល្អនៅក្នុងការ hide comment ជៀសវាងមានអ្នកគាត់ចង់លួចភ្ញៀវឬក៏លួច contact ភ្ញៀវដែលគាត់បានតម្លាក់នៅក្នុង comment ដែលយើងបានផ្សព្វផ្សាយផងដែរហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាវីដេអូមួយនេះនឹងអាចជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នា